វាគឺជាបញ្ហាដែលអ្នកប្រើប្រាស់របស់យើងក៏អាសាជួបពេលខ្លះក៏បានសួរនាំអ្នកបច្ចេកទេសទេគាត់ថាម៉ាស៊ីនត្រជាក់អត់សូវត្រជាក់អាឡូបងមកជួយបញ្ចូលហ្គាសឲ្យខ្ញុំបន្តិចទាំងតែគាត់អត់ដឹងថាហេតុអីយើងត្រូវហូមមូលហេតុថាហេតុអីបើម៉ាស៊ីនត្រជាក់នឹងអត់ត្រជាក់ជួនកាលវាទាមទារការលាងសម្អាតជួនកាលគាត់ប្រើខុសហ្វាំងសិនអីផ្សេងៗចឹងទៅហើយបើតាក់ទងនិយាយពីតាក់ទងនឹងហ្គាសវិញតាក់ទងហ្គាសម៉ាស៊ីនត្រជាក់បើយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវហើយការដំឡើងត្រូវស្តង់ដារមែនទែនហ្គាសអត់ចេះមានបញ្ហាអស់ហ្គាសត្រូវថែមទេតោះតែយើងប្រើក្នុងរយៈពេលណាមួយនោះយូរមែនទែនឬក៏អាចថាការដំឡើងគាត់អត់ត្រូវបច្ចេកទេសមានន័យថាការបូមសុញអាកាសគាត់អត់បានស្អាតបាតធ្វើឲ្យហ្គាសក្នុងហ្នឹងវាអត់សុទ្ធអញ្ចឹងយើងត្រូវការដោះដូរហ្គាសថ្មីអីចឹងទៅប៉ុន្តែបើសិនជាការដំឡើងហ្នឹងត្រូវបច្ចេកទេសហើយហ្គាសដែលយើងកំពុងតែប្រើហ្នឹងវាត្រជាក់ល្អហើយអត់មានការលិចធ្លាយទេគឺមិនទាមទារការបញ្ចូលហ្គាសឲ្យរៀងរាល់ពេលលាងបញ្ចូលរៀងរាល់ពេលលាងបញ្ចូលអាហ្នឹងអត់ទេអាហ្នឹងជាលក្ខណៈបច្ចេកទេសតែម្ដងបាទអាហ្នឹងបើពីមជ្ឈមណ្ឌលសេវាកម្មជីហ្គារបស់យើងតែងតែបញ្យល់ភ្ញៀវបែបហ្នឹងគឺមានលក្ខណៈច្បាស់លាស់អត់ដូចថាដូចជាងមួយចំនួនតូចដែលគាត់ឲ្យតែទៅលាងគាត់ទាមទារបញ្ចូលហ្គាសដើម្បីគាត់គិតសេវាបន្ថែមអាហ្នឹងអត់ត្រូវលក្ខណៈបច្ចេកទេសទេ